능력 있는 기도라는 제목으로 말씀 같이 나눕니다. នៅថ្ងៃនេះយើងនឹងចែករំលែកព្រះបន្ទូលជាមួយគ្នាដែលចំណងជើងនៃព្រះបន្ទូលគឺការអធិដ្ឋានដែលមានអំណាចដែលទទួលបាននូវការឆ្លើយតប 하나님 말씀 야고보서 5장 13절에서 18절 말씀입니다. ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក5ខ13ដល់ខ18 17절 18절 같이 함께 합독하겠습니다. ឥឡូវនេះយើងនឹងសូត្រជាមួយគ្នានៅក្នុងខ17និងខ18យ៉ាកុបជំពូក5ខ17និងខ18ឯហោរាអេលីយ៉ាលោកមានចិត្តដូចជាយើងដែរតែលោកបានអធិដ្ឋានសូមកុំឲ្យមានភ្លៀងនោះនៅផែនដីក៏រាំងអស់រវាង3ឆ្នាំ6ខែរួចលោកបានអធិដ្ឋានម្ដងទៀតនោះមេឃក៏បង្អុរភ្លៀងធ្លាក់មកហើយដីបានបង្កើតផលផ្លែឡើងអាមែន 하나님 자녀는 누구나 하나님께 기도할 수 있습니다. ឲ្យតែជាកូនរបស់ព្រះជាម្ចាស់មិនថានរណាក៏ដោយគឺយើងសុទ្ធតែមានសិទ្ធិអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទាំងអស់គ្នា 엘리야는 우리하고 같은 사람이다 말씀하고 있습니다. ចឹងនេះគឺជាព្រះបន្ទូលមួយដែលកំពុងមានបន្ទូលថាពួកយើងរាល់គ្នាក៏ជាមនុស្សម្នាក់ដែលដូចជាអេលីយ៉ាដូចគ្នាដែរ 엘리야가 기도하는데 비가 오기도 하고 비가 그치기도 하고 있습니다. អញ្ចឹងនៅពេលដែលលោកអេលីយ៉ាគាត់អធិដ្ឋានគឺធ្វើឲ្យមានការដែលរាំងភ្លៀងហើយក៏ធ្វើឲ្យមានការដែលភ្លៀងបង្អុរធ្លាក់មក 하나님은 우리의 기도에 반드시 응답하십니다. ព្រះជាម្ចាស់ព្រះអង្គនឹងឆ្លើយតបចំពោះសេចក្តីអធិដ្ឋានរបស់យើងជាមិនខាន 기도는 구원받은 하나님의 자녀가 누리는 최고의 축복입니다. ការអធិដ្ឋានគឺជាព្រះពរដ៏វិសេសអស្ចារ្យបំផុតសម្រាប់ពួកយើងរាល់គ្នាដែលជាកូនព្រះជាអ្នកដែលទទួលបាននូវសេចក្តីសង្គ្រោះ 하나님과 통하는 능력의 비밀이 기도로 누려집니다. ហើយយើងក៏អាចរីករាយជាមួយនឹងគេហៅថាបច្ចេស្តាមួយដែលយើងមានការប្រស្រ័យទាក់ទងជាមួយព្រះជាម្ចាស់បានគឺតាមរយៈការអធិដ្ឋាន 오늘 세 가지 말씀드리겠습니다. នៅថ្ងៃនេះខ្ញុំនឹងនិយាយ3ចំណុចទៅកាន់អ្នករាល់គ្នា 응답받는 기도의 조건은 어떤 것인가? អញ្ចឹងតើអ្វីទៅគឺជាលក្ខខណ្ឌសម្រាប់ឲ្យយើងអាចអធិដ្ឋានដែលទទួលបាននូវការឆ្លើយតបបាន 먼저 복음을 바르게 아셔야 됩니다. ជាដំបូងយើងត្រូវការស្គាល់អំពីដំណឹងល្អឲ្យបានត្រឹមត្រូវ 복음을 바르게 한다는 말은 예수님이 누구인지 바르게 아는 겁니다. ពេលថាការដែលឲ្យយើងស្គាល់ដំណឹងល្អឲ្យបានត្រឹមត្រូវគឺមានន័យថាយើងត្រូវការស្គាល់ថាព្រះយេស៊ូវទ្រង់គឺជានរណា 하나님은 볼 수도 없고 하나님의 말씀은 들을 수도 없습니다. អញ្ចឹងពេលថាព្រះជាម្ចាស់យើងមិនអាចមើលឃើញទ្រង់នឹងភ្នែកហើយយើងមិនអាចស្ដាប់ឮនៅព្រះបន្ទូលទ្រង់មកទេ 그 보이지 않는 하나님을 예수로 나타내셨습니다. ក៏ប៉ុន្តែព្រះជាម្ចាស់ដែលមកអត់ឃើញនឹងភ្នែកព្រះអង្គបានបើកបង្ហាញពីទ្រង់មកតាមរយៈព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ 요한복음 1장 18절 하나님은 보이지 않습니다. អញ្ចឹងនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក1ខ18អញ្ចឹងព្រះជាម្ចាស់គឺជាព្រះដែលយើងមើលមិនឃើញនឹងភ្នែកទេ 그런데 예수 그리스도를 통해서 하나님을 나타내신 ក៏ 겁니다. ប៉ុន្តែព្រះជាម្ចាស់បានបង្ហាញពីអង្គទ្រង់មកតាមរយៈព្រះយេស៊ូវគ្រីស្ទ 히브리서 1장 1절에서 3절 말씀입니다. ហើយនៅក្នុងព្រះគម្ពីរហេព្រើរជំពូក1ខ11 구약 성경에 여러 모양으로 하나님에 대해서 말씀하고 있습니다. គឺព្រះជាម្ចាស់ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីការដែលព្រះអង្គបានបើកបង្ហាញមកតាមរយៈព្រះគម្ពីរសញ្ញាចាស់តាមគេហៅថាបែបជាច្រើនតាមការដែលព្រះអង្គបង្ហាញហ្នឹងជាច្រើនបែបជាច្រើនយ៉ាងមក 그런데 예수 그리스도를 통해서 마지막으로 말씀하셨다. ក៏ 하고 계십니다. ប៉ុន្តែគេហៅថានៅគ្រាចុងក្រោយនោះគឺព្រះអង្គបានមានព្រះបន្ទូលគេថាអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងហេព្រើរជំពូក12នោះ 예수님을 몰라서 하나님의 응답의 축복과 기도의 비밀을 누리지 못하는 겁니다. អញ្ចឹងដោយសារតែអត់ស្គាល់អំពីព្រះយេស៊ូវគ្រីស្ទនឹងហើយដែលធ្វើឲ្យពួកយើងរាល់គ្នាអត់អាចទទួលបានការឆ្លើយតបហើយក៏មិនអាចរីករាយជាមួយនឹងគេហៅថាចេស្តានៃព្រះយេស៊ូវគ្រីស្ទបានផងដែរ 능력 있는 기도의 비밀은 하나님 보좌와 통하는 기도입니다. អញ្ចឹងគេថាការអធិដ្ឋានដ៏មានអំណាចចេស្តាគឺជាការអធិដ្ឋានមួយដែលមានទំនាក់ទំនងជាមួយនឹងរាជបល្ល័ង្កនៃស្ថានសួគ៌ 하나님 보좌와 통하려면 예수님이 누구인지 바로 아셔야 됩니다. អញ្ចឹងដើម្បីឲ្យយើងបានស្គាល់អំពីគេហៅថាគេថាការអធិដ្ឋានមួយដែលយើងមានទំនាក់ទំនងជាមួយនឹងរាជបល្ល័ង្កស្ថានសួគ៌គឺយើងត្រូវការស្គាល់ថាព្រះយេស៊ូវទ្រង់គឺជានរណាបានត្រឹមត្រូវ 성경에 예수님은 메시아 곧 그리스도다 말씀하고 នៅ 계십니다. ក្នុងព្រះគម្ពីរកំពុងតែនិយាយប្រាប់ឲ្យថាព្រះយេស៊ូវទ្រង់គឺជាព្រះមេស៊ីដែលជាព្រះគ្រីស្ទ 예수님은 그리스도다. 이게 우리가 증거하는 복음의 내용입니다. អញ្ចឹងអ្វីដែលជាខ្លឹមសារនៃដំណឹងល្អដែលយើងត្រូវធ្វើទីបន្ទាល់នោះគឺថាព្រះយេស៊ូវទ្រង់ជាព្រះគ្រីស្ទ 우리는 절대 하나님 앞에 바르게 설 수가 없습니다. ពួកយើងរាល់គ្នាដែលខាត់យើងអាចឈរយ៉ាងត្រឹមត្រូវបាននៅចំពោះព្រះជាម្ចាស់ទេ
구원받은 하나님의 자녀도 마찬가지입니다. សំបីតែកូនព្រះដែលទទួលបានសេចក្តីសង្គ្រោះហើយក៏ដូចគ្នាអញ្ចឹងដែរ 예수 그리스도로만 완전하며 의롭다 칭함을 받습니다. អញ្ចឹងគឺមានថាតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលធ្វើឲ្យយើងបានគ្រប់លក្ខហើយអាចរាប់ថាជាសុចរិតបាន 그리스도의 비밀이 없으면 바로 저주 재앙 가운데 빠집니다. បើសិនជាអត់មានអាកំបាំងនៃព្រះគ្រីស្ទទេប្រកបជានឹងត្រូវធ្លាក់ចោលទៅក្នុងគ្រោះមហន្តរាយនឹងបណ្ដាសាហើយ 이스라엘이 그리스도의 언약의 비밀을 놓칠 때 이스라엘은 전쟁과 재앙 가운데 빠진 겁니다. អញ្ចឹងនៅពេលដែលពួកអ៊ីស្រាអែលបានបាត់បង់នៅសេចក្តីសញ្ញាពួកគេរកគ្នាត្រូវបានធ្លាក់ចូលទៅក្នុងមហាគ្រោះមហន្តរាយសង្គ្រាម 교회사에 예수 믿었던 나라들이 예수님이 누구인지 바르게 이해하지 못하고 예수님을 무시할 때 그 나라는 멸망으로 갑니다. ហើយនៅក្នុងប្រវត្តិសាស្ត្រនៃក្រុមជំនុំអស់ប្រទេសទាំងឡាយដែលមិនបានជឿលើព្រះយេស៊ូវឬក៏មិនស្គាល់អំពីព្រះយេស៊ូវជានរណាបដិសេធទ្រង់គឺសត្វតែជាប្រទេសទាំងឡាយដែលទទួលការដែលវិញ្ញាណទៅ 하나님 앞에 바르다 하나님이 바르게 보는 사람은 그리스도를 바르게 아는 사람입니다. អញ្ចឹងអស់អ្នកទាំងឡាយដែលព្រះជាម្ចាស់ព្រះអង្គទតមើលថាជាអ្នកដែលត្រឹមត្រូវនៅចំពោះព្រះគឺជាអ្នកដែលស្គាល់ព្រះគ្រីស្ទយ៉ាងត្រឹមត្រូវ 그리스도 예수 이름으로 기도할 때 하나님 보좌와 통하게 됩니다. អញ្ចឹងកាលណាតែយើងអធិដ្ឋាននៅក្នុងនាមនៃព្រះគ្រីស្ទយេស៊ូវនោះយើងនឹងមានការដែលទំនាក់ទំនងជាមួយនឹងរាជបល្ល័ង្កនៃនគរព្រះ 그러면 두 번째 예수 이름으로 기도할 때 하나님의 나라가 움직입니다. ហើយនៅពេលចំណុចទី2នៅពេលដែលយើងអធិដ្ឋាននៅក្នុងនាមនៃព្រះយេស៊ូវកិច្ចការនៃនគររបស់ព្រះជាម្ចាស់នឹងបានសម្រេច 예수님께서 말씀하십니다. ព្រះយេស៊ូវទ្រង់បានមានព្រះបន្ទូល 너희에게 천국이 임했다. នគរឋានសួគ៌បានមកដល់អ្នករាល់គ្នាហើយ 하나님의 나라가 임했다. នគររបស់ព្រះបានមកដល់ហើយ 바울이 하나님 나라의 비밀을 말씀합니다. លោកប៉ាល់ក៏បាននិយាយអំពីអាកំបាំងនៃនគររបស់ព្រះ 부활하신 주님이 40일 동안 하나님 나라에 대해서 ហើយ 말씀하셨습니다. ព្រះអង្គម្ចាស់យេស៊ូវដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញទ្រង់បានមានព្រះបន្ទូលអំពីអាកំបាំងនៃនគររបស់ព្រះ 예수 이름으로 우리가 기도할 때 하나님 나라가 임합니다. នៅពេលដែលយើងអធិដ្ឋាននៅក្នុងនាមនៃព្រះយេស៊ូវនោះនគររបស់ព្រះជាម្ចាស់យាងមកដល់សន្ធិដ្ឋនៅ 보좌에 하나님께서 성령으로 각 사람에게 역사하는 겁니다. ហើយមានថាក៏មានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ដែលយាងមកសន្ធិដ្ឋធ្វើការមកកាន់ម្នាក់ផងដែរ 보좌에 하나님이 천군 천사를 움직이시는 겁니다. ហើយព្រះជាម្ចាស់ដែលគង់លើបល្ល័ង្កព្រះអង្គធ្វើការឲ្យមានចលនាគឺថាពួកទេវតានិងកងទ័ពនៃស្ថានសួគ៌ 보좌에 성삼위 하나님이 모든 흑암을 무너뜨려 버리시는 ហើយ 겁니다. ព្រះត្រីឯកនៃរាជបល្ល័ង្កព្រះអង្គបានបំផ្លាញអំណាចនៃស្ដីអង្វឹកទាំងអស់ឲ្យដួលរលំចុះ 이 기도가 능력 있는 기도입니다. ការអធិដ្ឋានបែបនេះគឺជាការអធិដ្ឋានដែលមាននៅអំណាចជាស្ដេច 그런데 밥 달라, 차 달라, 건강 달라 이런 건 보좌를 움직이는 기도가 아니에요. ក៏តែការអធិដ្ឋានសូមគេថាបាយបរិភោគការដែលសូមឡានឬក៏សុខភាពទាំងអស់នោះមិនជាការអធិដ្ឋានមួយដែលមាននៅគេថាអំណាចជាស្ដាគេថារាជបល្ល័ង្កនៃព្រះជាម្ចាស់នោះឡើយ 그 하나님 나라는 그리스도 예수 이름으로 움직이게 되어 있습니다. អញ្ចឹងនគររបស់ព្រះជាម្ចាស់នៃតាមរយៈព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដែលនាំឲ្យគេថាមានចលនា 그래서 베드로, 바울, 초대교회 제자들이 그리스도 예수 이름으로 안진뱅이에게 명령하기도 하고 그리고 귀신 들린 자에게 명령하기도 한 겁니다. អញ្ចឹងហើយបញ្ជាលោកពេត្រុសប៉ូលក៏ដូចជាពួកអ្នកនៅក្នុងក្រុមជំនុំកម្មដំបងគាត់បានបង្កប់បញ្ជាទៅកាន់អ្នកដែលគាត់ពីកំណើតឲ្យបានគេថាងើបឡើងហើយក៏បង្កប់បញ្ជាទៅកាន់ពួកវិញ្ញាណខ្មែរអរិយផងដែរ 그런데 이 하나님 나라의 역사는 캄보디아 크메르 민족을 살려야 되겠다고 하는 전도를 바르게 이해할 때 나타나는 겁니다. ក៏ប៉ុន្តែកិច្ចការរបស់ព្រះជាម្ចាស់ដែលទ្រង់ធ្វើការកាលណាតែយើងយល់អំពីការដែលផ្សាយដំណឹងឲ្យបានត្រឹមត្រូវនោះវានឹងគឺថាបើកសម្ដែងឡើង 첫 번째 말씀드린 것처럼 성부, 성자, 성령 하나님의 그 보좌와 통하는 비밀은 예수님이 누구인지 바르게 아는 것. អញ្ចឹងចំណុចទី1ដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាហើយដើម្បីឲ្យពួកយើងរាល់គ្នាមានការដែលគេថាទំនាក់ទំនងប្រស្រ័យទាក់ទងជាមួយនឹងរាជបល្ល័ង្កនៃព្រះត្រីឯកព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធយើងត្រូវការស្គាល់ថាព្រះយេស៊ូវទ្រង់គឺជានរណាឲ្យបានត្រឹមត្រូវ 하나님 나라의 눈에 보이지 않는 영적 세계를 누리는 것은 전도가 무엇인지를 바로 아는 것. ហើយដើម្បីឲ្យយើងបានគេថារីករាយជាមួយនឹងនគររបស់ព្រះពិភពខាងអវិញ្ញាណហ្នឹងណាអញ្ចឹងយើងត្រូវការស្គាល់ថាការផ្សាយដំណឹងល្អគឺជាអ្វី 캄보디아 우리 후대들을 살릴 수 있는 비밀은 그리스도의 복음을 바르게 전달해 주는 겁니다. ហើយអ្វីដែលជាអាចកំបាំងដែលអាចជួយសង្គ្រោះមកកាន់ប្រទេសកម្ពុជាបាននោះគឺជាការដែលយើងផ្សាយអំពីដំណឹងល្អនៃព្រះគ្រីស្ទបានត្រឹមត្រូវទៅនឹងឯង
알지 못하고 집집마다 귀신을 섬기면서 망해가고 있습니다. អញ្ចឹងដោយសារកម្មដឹងឲ្យបានជាប្រទេសនីមួយៗកំពុងតែគោរពពួកវិញ្ញាណខ្មោចអរិយហើយកំពុងតែនាំដឹកនាំទៅកាន់អ្វីដែលជាស្ដីវិញ្ញាណហ្នឹងទៅហើយ 중학교도 졸업하지 못하고 일하러 프놈펜으로 가고 저 시아노크빌로 가가지고 어려움 당하면서 거기에서 또 다른 길로 빠집니다. ហើយមិនទាន់បានរៀនថ្នាក់អនុវិទ្យាល័យបានជាប់ផងក៏បានឈប់រៀនហើយទៅធ្វើការនៅភ្នំពេញឬក៏ទៅធ្វើការនៅកំពង់ស្នាមសេអនុហ្នឹងណាអញ្ចឹងហើយក៏ជួបប្រទេសនៅកណ្ដាលអាការលំបាក 여러분 중에 누구라도 우리 캄보디아에 그리스도의 복음이 증거되어야 된다. 그렇지 않고서는 우리나라가 완전히 이 멸망과 저주에서 빠져나올 수 없다. 이 사실을 아시는 분이 있어야 돼요. អញ្ចឹងនៅក្នុងឆ្នាំពួកយើងរាល់គ្នាគឺត្រូវការដឹងអំពីការពិតដែលថាគឺយើងត្រូវតែផ្សាយអំពីដំណឹងល្អនៃព្រះគ្រីស្ទនឹងឯងទៅកាន់ប្រទេសកម្ពុជាបើមិនអញ្ចឹងទេប្រទេសកម្ពុជាអាចរួចចេញអំពីគេថាបណ្ដាសាហើយនឹងគ្រោះមហន្តរាយនឹងរួចចេញមកបាននោះទេ 성경의 인물들이 그 비밀을 깨달은 거예요. ហើយអស់ពួកទូអង្គទាំងឡាយនៅក្នុងព្រះគម្ពីរគឺសិស្សតែជាអ្នកដែលបានដឹងពីសេចក្តីកំបាំងមួយហ្នឹង 성경의 다니엘 아시죠? ពួកយើងបានស្គាល់អំពីលោកដានីយ៉ែលដែលមានចែកនៅក្នុងព្រះគម្ពីរ 사드락 메삭 아벳느고 아시죠? ហើយពួកយើងក៏បានស្គាល់ដែរអំពីសាត្រាក់មេសាក់និងអាបេនេកោ 우상 숭배 귀신 앞에 절하는 것은 내가 절대 하지 않겠다. ពួកគេបាននិយាយថាដាច់ខាតខ្ញុំនឹងមិនក្រាបសំពះចំពោះរូបចម្លាក់ព្រះខ្លាំងៗឡើយ 우리 민족이 그것 때문에 망했다. ដោយសារតែការដែលធ្វើបែបនោះហើយដែលនាំឲ្យជាតិសាសន៍របស់យើងត្រូវបានវិនាសទៅ 그러면서 불 속으로도 들어가고 그리고 사자굴 속에도 들어갔습니다. អញ្ចឹងហើយបានជាពួកគេរាល់គ្នាបានចូលទៅក្នុងភ្លើងហើយបានចូលទៅក្នុងគេថានៅក្នុងរូងតាវហ្នឹង 그때 하나님의 나라가 움직이는 거예요. ក៏ប៉ុន្តែនៅពេលនោះគឺនគររបស់ព្រះជាម្ចាស់បានធ្វើចលនា 베드로, 바울이 그리스도의 복음을 전하는데 이 사람들 복음 전하지 못하도록 감옥에 집어넣습니다. ហើយនៅពេលដែលលោកពេត្រុសនិងប៉ូលគាត់បានផ្សាយអំពីដំណឹងល្អគឺមានការដែលរៀងមិនឲ្យពួកគាត់ផ្សាយទេអញ្ចឹងហើយគេចាប់ពួកគាត់ដាក់គុក 우리 민족에 그리스도의 복음이 증거돼야 된다. អញ្ចឹងមានថាជាតិសាសន៍របស់យើងត្រូវការផ្សាយដំណឹងល្អទៅ 우상 숭배하는 에베소 지역에 그리스도의 복음이 증거돼야 된다. អញ្ចឹងហើយគេថាត្រូវការផ្សាយអំពីដំណឹងល្អហ្នឹងទៅកាន់តំបន់ទៅក្រុងអេផេសូដែលកំពុងតែគោរពរូបចម្លាក់ព្រះនឹងខ្លាំង 성도가 전도에 대해서 이해하지 못하면 절대로 하나님 나라의 영적 비밀을 누릴 수가 없습니다. អញ្ចឹងបើសិនជាពួកជំនុំមិនបានស្គាល់អំពីការដែលផ្សាយដំណឹងល្អនោះទេអញ្ចឹងក៏មិនអាចរីករាយជាមួយនឹងនគររបស់ព្រះជាម្ចាស់ហើយនឹងអាចកំបាំងខាងឯព្រលឹងវិញ្ញាណបាននោះដែរ 그런데 이 축복의 비밀을 알면 하나님은 하늘 군대를 동원하시는 거예요. ក៏ប៉ុន្តែកាលណាយើងស្គាល់អំពីអាកំបាំងនៃព្រះពរនេះគឺព្រះជាម្ចាស់ព្រះអង្គនឹងគេថាធ្វើចលនានៅកងទ័ពនៃនគរឋានសួគ៌ 그 일을 지금 우리 오음송이나 그리고 스라이토에 그 일을 이루어 가는 거예요 지금. ហើយឥឡូវនេះមានថាកិច្ចការទាំងអស់នឹងគឺអំសោកទៅកំពុងតែសម្រេចទៅហ្នឹងឯង 그 일 때문에 우리가 이 자리에 함께 모이는 겁니다. ហើយដើម្បីសម្រេចការងារមួយហ្នឹងនឹងឯងបានជាយើងមកជុំគ្នានៅនេះ 전도를 바르게 이해할 때 하나님은 보호자의 능력으로 임하시는데 그걸 하나님의 나라 이렇게 얘기합니다. អញ្ចឹងហើយនៅពេលដែលយើងបានស្គាល់យល់ឲ្យបានត្រឹមត្រូវអំពីការផ្សាយដំណឹងល្អនោះប្រជាស្ដារនៃរាជបល្ល័ង្កឋានសួគ៌របស់ព្រះម្ចាស់នឹងយាងមកស្ថិតដែលយើងហៅថានគរព្រះយាងមកស្ថិតហ្នឹងឯង 그리고 마지막으로 세 번째 하나님 나라의 일을 이루어가는 사람에게는 하나님께서 능력으로 역사하십니다. ហើយចំណុចទី3ចុងក្រោយនោះអ្នកដែលសម្រេចនៅកិច្ចការនៃនគររបស់ព្រះជាម្ចាស់គឺព្រះជាម្ចាស់ព្រះអង្គនឹងធ្វើការប្រកបដោយប្រជាស្ដារគេថានៅជាមួយអ្នកនោះឯង 하나님 나라의 비밀은 전도에 있습니다. អញ្ចឹងគេថាអ្វីដែលជាអាកំបាំងនៃនគររបស់កិច្ចការនៃនគររបស់ព្រះជាម្ចាស់គឺស្ថិតនៅក្នុងការផ្សាយនឹងល្អណាស់ 하나님 나라의 일을 이루어가기 위해서 하나님이 교회를 세우신 겁니다. ហើយដើម្បីសម្រេចកិច្ចការនៃនគររបស់ព្រះជាម្ចាស់នឹងឲ្យដែលព្រះអង្គតាំងក្រុមជំនុំឡើង 그래서 교회를 바르게 이해할 때 하나님의 능력의 역사를 보게 됩니다. ហើយកាលណាតែយើងយល់ឲ្យបានត្រឹមត្រូវអំពីក្រុមជំនុំនោះយើងនឹងអាចមើលឃើញអំពីកិច្ចការអស្ចារ្យដែលព្រះជាម្ចាស់ធ្វើដល់ប្រជាស្ដារ 많은 사람이 기도해서 응답받았다 이렇게 មាន 말합니다. មនុស្សជាច្រើនដែលនិយាយថាកាលណាយើងអធិដ្ឋានច្រើនយើងទទួលបានការឆ្លើយតបហើយ 그 기도 속에서 우리가 바르게 봐야 될 게 있어요. ក៏ប៉ុន្តែនៅក្នុងការអធិដ្ឋាននោះយើងត្រូវតែសម្លឹងមើលអំពីអ្វីដែលគឺថាត្រឹមត្រូវក្នុងនោះ 절에 다니는 사람도 기도합니다. អ្នកទៅវត្តក៏គេអធិដ្ឋានបួងសួងដែរ
조상 섬기는 사람도 기도합니다. សំបីតែអ្នកដែលគោរពគេថារូបព្រះវិញ្ញាណក្ខន្ធនៃជីដូនជីតាក៏គេបួងសួងដែរអធិដ្ឋាន 응답 받았다고도 말합니다. ហើយពួកគេក៏និយាយថាពេលដែលគេបួងសួងហើយគេទទួលបានការឆ្លើយតបមក 그러나 그건 하나님의 보호자로부터는 응답이 아니에요. ប៉ុន្តែនោះគឺមិនមែនជាការឆ្លើយតបមួយដែលមកពីរាជបល្ល័ង្កឋានសួគ៌របស់ព្រះជាម្ចាស់មកទេ 귀신 섬기는 사탄 마귀 섬기는 거기로부터 오는 거예요. 그게. គឺជាការឆ្លើយតបដែលមកអំពីការដែលគោរពពួកវិញ្ញាណអរិយសដ្ឋានវិញ្ញាណខ្មោចអរិយអសោចមកវិញនោះទេ 그래서 첫 번째로 복음을 바르게 이해해야 ដូច្នេះ 된다. ហើយចំណុចទី1បានជាពួកយើងរាល់គ្នាត្រូវការយល់អំពីដំណឹងល្អនៃព្រះគ្រីស្ទហ្នឹងឯង 예수가 그리스도다. ព្រះយេស៊ូវជាព្រះគ្រីស្ទ 이걸 알아야 하나님의 보호자와 소통되는 거예요. តើយើងស្គាល់ចំណុចមួយហ្នឹងសិនទើបយើងអាចមានការប្រស្រ័យទាក់ទងជាមួយនឹងបល្ល័ង្កឋានសួគ៌របស់ព្រះជាម្ចាស់បាន 두 번째, 왜 전도해야 하느냐? ទី2ហេតុអ្វីបានយើងត្រូវការផ្សាយដំណឹងល្អ 모든 사람이 귀신 섬기고 있다. គ្រប់មនុស្សទាំងអស់កំពុងតែគោរពពួកវិញ្ញាណខ្មោចហើយ 영적인 문제 때문에 가정 가면 힘들다. ដោយសារតែបញ្ហាខាងឯព្រលឹងវិញ្ញាណដែលធ្វើឲ្យមានភាពលំបាកលំបិនទៅកាន់គ្រប់ក្រុមគ្រួសារទាំងអស់ 이 문제 때문에 캄보디아 후대들이 멸망 가운데로 ដោយសារ 간다. តែបញ្ហាហ្នឹងឯងដែលនាំឲ្យគេថាអ្នកចំនួនក្រោយនៅក្នុងប្រទេសកម្ពុជាកំពុងតែរងការលំបាកទៅ 그래서 나는 올바른 그리스도의 복음을 말하는 전도자가 돼야 된다. ដូច្នេះខ្ញុំត្រូវតែខ្លាចទៅជាអ្នកផ្សាយដំណឹងល្អដែលអាចនិយាយផ្សាយអំពីដំណឹងល្អនៃព្រះគ្រីស្ទឲ្យបានត្រឹមត្រូវទៅកាន់ពួកគេ 올바른 전도를 이해할 때 하나님 나라가 움직이는 거예요. កាលណាតែយើងស្គាល់អំពីការផ្សាយដំណឹងល្អយ៉ាងត្រឹមត្រូវហើយនោះនឹងអាចធ្វើចលនានគររបស់ព្រះជាម្ចាស់បាន 근데 내 능력으로 안 된단 말이에요. តែតាមរយៈសមត្ថភាពយើងអាចធ្វើកើតទេ 그래서 하나님께서 교회를 통해서 하십니다. ចឹងហើយបានជាព្រះម្ចាស់ព្រះអង្គថាទ្រង់នឹងធ្វើកិច្ចការងារនឹងទៅតាមរយៈក្រុមជំនុំ 교회 운동을 통해서 하십니다. តាមរយៈចលនានៃក្រុមជំនុំដែលព្រះអង្គនឹងធ្វើការនឹងទៅ 이 세 가지 복음을 바르게 알고 전도를 바르게 알고 교회를 바르게 알면 능력의 하나님의 역사를 체험하는 그 기도 속으로 들어가는 거예요. អញ្ចឹង3ចំណុចដែលយើងត្រូវការដឹងអំពីដំណឹងល្អការផ្សាយដំណឹងល្អនឹងក្រុមជំនុំឲ្យបានត្រឹមត្រូវនោះយើងនឹងអាចមានបទពិសោធន៍ចូលទៅក្នុងការអធិស្ឋានដែលប្រកបដោយអំណាចព្រះជាស្ដាបាន 이것 때문에 하나님 계속 응답하시는 거예요. ហើយដោយសារហេតុផលនឹងឯងដែលព្រះម្ចាស់បន្តផ្ដល់ការឆ្លើយតបមកកាន់យើងជានិច្ច 우리 캄보디아 임마누엘 교회 우리 청년들도 바르게 알고 이해하기 바랍니다. ហើយក៏សង្ឃឹមថាយុវជនយុវតីរបស់យើងទាំងអស់គ្នានៅក្នុងក្រុមជំនុំអេម៉ាញ៉ាអែលភ្នំពេញឲ្យយើងអាចគេថាស្គាល់ដឹងឲ្យបានត្រឹមត្រូវអំពីចំណុចទាំងអស់ហ្នឹង 우리 썸낭 장로님도 잘 알고 깜풍신앙에 하나님의 역사를 이루시기 바랍니다. ហើយលោកគ្រូសំណាងនៅឯកំពង់ឆ្នាំងផងដែរសូមឲ្យបានស្គាល់នៅចំណុចទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវហើយអាចសម្រេចនៅកិច្ចការរបស់ព្រះជាម្ចាស់ 우리 TNS와 우리 모든 성도님들도 그 축복의 비밀을 누리시기 바랍니다. ហើយក៏សង្ឃឹមថាបងប្អូនក្រុមជំនុំនៅគៀនស្វាយទាំងអស់គ្នាអាចរីករាយជាមួយនឹងអាកំបាំងនៃព្រះពរនឹងដែរ 앞으로 여기에서 일꾼들이 일어나가지고 이 지역 전체의 지역적의 후대들을 그리고 보고받지 못하고 있는 그 현장의 사람들을 살리는 말씀 운동을 계속 펼쳐나가야 됩니다. អញ្ចឹងហើយនៅពេលគេថាខាងមុខហ្នឹងហើយតាមរយៈអស់អ្នកបម្រើព្រះជាម្ចាស់នេះហើយដែលយើងនឹងគេថាមានការដែលផ្សាយអំពីដំណឹងល្អហ្នឹងដើម្បីជួយសង្គ្រោះទៅកាន់អ្នកចំនួនក្រោយនិងគ្រប់ទីកន្លែងជាក់ស្ដែងទាំងអស់គេថានីមួយៗនៅក្នុងប្រទេសកម្ពុជាហ្នឹង 우리 로아, 또이, 티다, 리아사, 다윗 다 이 복음 전하는데 하나님 앞에 응답 받아야 돼요. ទាំងរត់ទៅធីតារក្សាថាវីយើងនៅពេលដែលយើងប្រកាសផ្សាយអំពីដំណឹងល្អទៅនឹងហើយយើងទទួលបានការឆ្លើយតបពីចំពោះព្រះជាម្ចាស់ 님, 스라엘님, 짠다라 이 축복 속에 하나님 응답 받아 누려야 됩니다. អញ្ចឹងទាំងសេរីមគេថាទាំងចន្ទរាអញ្ចឹងឲ្យយើងគេហៅថានៅក្នុងព្រះពរនៃការដែលផ្សាយនឹងឲ្យជាការដែលឆ្លើយតបនឹងមក 통은 그 일을 위해서 이 교회와 그리고 후대들을 봐야 됩니다. ហើយធំដើម្បីកិច្ចការមួយហ្នឹងគឺយើងត្រូវការសម្លឹងមើលក្រុមជំនុំនិងអ្នកចំនួនក្រោយ 그러면 먹고 사는 건 신경 쓰지 않아도 돼요. ដូច្នេះហើយយើងអត់បាច់ចាំបារម្ភរឿងគេថាការហូបចុកដែលចាប់ជីវិតនោះទេ 하나님의 필요에 따라서 다 주십니다. ព្រះព្រះជាម្ចាស់ព្រះអង្គនឹងប្រទានមកទៅតាមអ្វីដែលជាតម្រូវការរបស់យើង 오늘 우리가 늦은 이유가 있어요. ហើយមានហេតុផលដែលយើងមករៀងយឺត 차를 새로 샜거든. ដោយសារតែបានទិញឡានថ្មីមួយ 근데 고속도로를 아직 번호판이 없어가지고 못 간 거야. តែដោយសារតែមិនទាន់បានគេថាដំឡើងផ្លាកលេខដល់ឡើយចឹងទៅបានយើងអាចឆ្លងកាត់កន្លែងផ្លូវលឿនៗបាន 그러니까 이제 국도로 오니까 늦어졌어요. តែយើងជិះមកផ្លូវធម្មតាចឹងទៅរៀងយឺតយ៉ាវ
하나님께서 필요로 한다면 차도 주고 집도 주고 또 옷도 주고 건강도 주고 다 줍니다. អញ្ចឹងបើសិនជាយើងវាថាត្រូវការមិនថាឡានមិនថាផ្ទះមិនថាខោអាវឬក៏គេថាសុខភាពការស្នាក់នៅអីទាំងអស់ហ្នឹងគឺព្រះជាម្ចាស់ព្រះអង្គប្រកាសជាផ្ដល់ឲ្យបើសិនជាព្រះអង្គទតមើលថាវាត្រូវការ 온 사심이 안 보이지 했는데 여기 뒤에 쏘 계십니다. ខ្ញុំខំរំថាតែឥឡូវឃើញគាត់នៅក្រោយចា៎ 네. 자 그래서 하나님 응답 받으려면 첫째 복음을 바르게 이해해야 된다. អញ្ចឹងដើម្បីទទួលបានការឆ្លើយតបពីព្រះជាម្ចាស់ចំណុចទី1ត្រូវការស្គាល់អំពីដំណឹងឲ្យត្រឹមត្រូវ 세 번째 캄보디아의 복음 전환 이 전도의 방향을 맞춰야 된다. ទី2យើងត្រូវតម្រង់ទិសដៅឲ្យត្រូវជាមួយនឹងការផ្សាយដំណឹងល្អនៅក្នុងកម្ពុជា 하나님은 교회를 통해서 하신다. 나는 그래서 교회를 위해서 산다. 이래 돼야 돼요. អញ្ចឹងហើយបន្តទៀតហ្នឹងគឺព្រះជាម្ចាស់ព្រះអង្គធ្វើការហ្នឹងតាមរយៈក្រុមជំនុំដូច្នេះហើយយើងត្រូវតែអាចចេញស្ដីថាខ្ញុំរស់នៅគេថាសម្រាប់ក្រុមជំនុំដែរ 그럼 하나님이 날마다 내 인생을 새롭게 이끌어갈 수 ជា 있는 រៀងរាល់ថ្ងៃព្រះជាម្ចាស់ព្រះអង្គនឹងដឹកនាំជីវិតរបស់យើងទៅរកសេចក្ដីដែលថ្មីជានិច្ច 그래서 성경에 겉사람은 늙어가는데 우리의 속사람은 더욱더 새로워진다. អញ្ចឹងហើយបើជានៅក្នុងព្រះគម្ពីរដែលមានចែកអំពីគេថាដែលយើងដែលជាមនុស្សគេថាសម្បកនៅខាងក្រៅហ្នឹងវាមានភាពដែលចាស់ទៅមែនក៏ប៉ុន្តែគេថាភាពដែលជាមនុស្សខាងវិញ្ញាណរបស់យើងនៅខាងក្នុងវិញគឺតែងតែមានការដែលថ្មីទៅជានិច្ច 캄보디아에 하나님의 응답이 쏟아지고 있어요. អញ្ចឹងគេថាការឆ្លើយតបរបស់ព្រះជាម្ចាស់នៅក្នុងកម្ពុជានេះកំពុងតែបានដូចថាទម្លាក់មកហើយ 다른 나라에서 있을 수 없는 일들이 계속 일어나고 있습니다. ព្រោះអីកិច្ចការទាំងឡាយដែលមិនអាចកើតឡើងនៅប្រទេសផ្សេងកំពុងតែកើតឡើងក្នុងប្រទេសកម្ពុជាហើយ 캄보디아의 전도 운동이 힘있게 일어나고 있습니다. ហើយចលនាការផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជាកំពុងតែងើបឡើងយ៉ាងមានសន្ទុះកម្លាំង 캄보디아 우리 크메르 민족을 하나님이 쓰십니다. ព្រះជាម្ចាស់ព្រះអង្គនឹងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានិងប្រជាជនខ្មែរ 이 세 가지 바르게 아시기 អញ្ចឹងយើង 바랍니다. ត្រូវការដឹងនៅ3ចំណុចហ្នឹងឲ្យបានល្អ យើងអ 기도하겠습니다. ធិស្ឋាន 하나님 អរ 감사합니다. គុណព្រះជាម្ចាស់ 복음의 참된 축복과 은혜를 누리게 하여 សូម 주옵소서. ឲ្យយើងអាចរីករាយជាមួយនឹងព្រះពរនិងព្រះគុណនៃដំណឹងល្អយ៉ាងត្រឹមត្រូវ 전도의 방향 맞춘 삶을 살게 하여 សូមឲ្យយើងរស់នៅក្នុងជីវិតមួយដែលតម្រង់ទិសដៅឲ្យត្រូវជាមួយការផ្សាយដំណឹងល្អ 교회의 축복을 누리게 하여 សូម 주옵소서. ឲ្យយើងអាចរីករាយជាមួយនឹងព្រះពររបស់ក្រុមជំនុំ 예수 그리스도 이름으로 기도하옵니다. សូមអធិដ្ឋានក្នុងនាមព្រះយេស៊ូវគ្រីស្ទ 아멘.